សន្ទុះភ្ញៀវទេសចរយ៉ាងគំហុកមកកាន់ប្រាសាទអង្គរវត្តក្នុងដើមឆ្នាំ 2026 ដើមឆ្នាំ 2026 នេះ ខេត្តសៀមរាបបានក្លាយជាចំណុចកណ្ដាលនៃការទាក់ទាញទេសចរពិភពលោកម្ដងទៀត ដោយមានការសម្រុកមកដល់នៃភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករដើម្បីទស្សនាអច្ឆរិយវត្ថុនៃប្រាសាទអង្គរវត្ត ទិដ្ឋភាពទូទៅនៃកំណើនទេសចរ ចាប់តាំងពីថ្ងៃទី 1 ខែមករា ឆ្នាំ 2026 មក ទិដ្ឋភាពនៅបរិវេណខាងមុខប្រាសាទអង្គរវត្តមានភាពអ៊ូអរយ៉ាងខ្លាំងយោងតាមរបាយការណ៍បឋមដើមឆ្នាំនេះមានលក្ខណៈពិសេសដោយសារ ចំនួនជើងហោះហើរ ការកើនឡើងនៃជើងហោះហើរត្រង់ពីបណ្ដាប្រទេសក្នុងតំបន់និងអឺរ៉ុបមកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ព្រឹត្តិការណ៍វប្បធម៌ ការរៀបចំកម្មវិធីទស្សនាខេត្តសៀមរាបឆ្នាំ 2026 ដែលមានការដាក់បង្ហាញសិល្បៈ និងម្ហូបអាហារខ្មែរតាមដងវិថី អាកាសធាតុអំណោយផលរដូវប្រាំងដែលមានខ្យល់រំភើយនិងមេឃស្រឡះជាពេលវេលាដ៏ល្អបំផុតសម្រាប់រូបភាពថ្ងៃរះនៅកំពូលប្រាសាទអង្គរវត្ត កត្តាដែលទាក់ទាញភ្ញៀវទេសចរ មូលហេតុចម្បងដែលធ្វើឲ្យមានលំហូរភ្ញៀវយ៉ាងច្រើននៅដើមឆ្នាំនេះរួមមាន ការផ្សព្វផ្សាយតាមឌីជីថល យុទ្ធនាការផ្សព្វផ្សាយទេសចរតាមរយៈបណ្ដាញសង្គម និងការយល់ឃើញជាវិជ្ជមានពីអ្នកល្បីលើពិភពលោក Influencers សន្តិសុខនិងសណ្ដាប់ធ្នាប់ ការរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរនៅជុំវិញតំបន់អង្គរដែលផ្ដល់ភាពងាយស្រួលនិងសុវត្ថិភាពដល់ភ្ញៀវ ការកែមអហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងសួនច្បារជុំវិញប្រាសាទមានភាពស្រស់ស្អាតនិងបៃតងគ្រប់រដូវកាល ផលប៉ះពាល់ជាវិជ្ជមានដល់សេដ្ឋកិច្ចមូលដ្ឋាន វត្តមានភ្ញៀវទេសចរយ៉ាងច្រើននេះបានផ្ដល់ដង្ហើមសេដ្ឋកិច្ចយ៉ាងសំខាន់ដល់ វិស័យសណ្ឋាគារនិងផ្ទះសំណាក់មានការកក់ពេញស្ទើរតែ 100 ក្នុងអំឡុងសប្តាហ៍ដំបូងនៃឆ្នាំ អាជីវករនិងមគ្គុទ្ទេសក៍ទេសចរបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់តាមរយៈការលក់វត្ថុអនុស្សាវរីយ៍ សេវាដឹកជញ្ជូននិងការនាំភ្ញៀវដើរទស្សនា សេចក្តីសន្និដ្ឋាន ការកើនឡើងនៃភ្ញៀវទេសចរនៅដើមឆ្នាំ 2026 គឺជាសញ្ញាណដ៏វិជ្ជមានមួយដែលបង្ហាញថា វិស័យទេសចរកម្ពុជាកំពុងវិវត្តទៅរកភាពរឹងមាំនិងមានភាពទាក់ទាញខ្លាំងនៅលើឆាកអន្តរជាតិ